តាមសញ្ញាដែលបញ្ជាក់ថាអ្នកគឺជាគូព្រេងនឹងគ្នាចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាជាពិសេសបងប្អូនយុវវ័យអ្នកដែលនៅលីវចាអូនក៏ដូចជាបងដែលនៅលីវចាឬមួយក៏អ្នកទាំងអស់គ្នាណាដែលមានគូហើយណាចាអញ្ចឹងយើងមកទៅជែកគ្នាប្រធានបទថ្ងៃនេះគឺនិយាយអំពីស្នេហាចាតកតងទៅសញ្ញាដែលបញ្ជាក់ថាយើងគឺជាគូព្រេងនឹងគ្នាអញ្ចឹងយើងចង់ដឹងថាតើយើងជាគូព្រេងឬមួយក៏យើងជាគូគប់ឬក៏ជាគូកម្មចាអញ្ចឹងយើងចង់ដឹងណាចាអញ្ចឹងបើសិនជានិយាយអំពីក្បួនតម្រាខ្មែរគឺគេមានមើលគូព្រេងចាហ្នឹងគឺតាមរយៈចាគេមើលទៅលើតួដំរីចាតួដំរីអ្នកនរគ្នាចាគេរាប់មើលអញ្ចឹងទៅចាឬមួយក៏មានក្បួនផ្សេងដែលព្រះគ្រូអឺខាងបុរាណខ្មែរយើងលោកចេះអញ្ចឹងគាត់លោកចេះមើលថាគូយ៉ាងម៉េចចាអញ្ចឹងឥឡូវបងប្អូនយើងក៏មិនសូវជាមានជំនឿចានៅលើការទស្សន៍ទាយចាគូព្រេងយើងមើលថ្ងៃខែឆ្នាំអីចឹងណាចាដោយសារតែយើងឥឡូវគឺយើងមានការអភិវឌ្ឍនៅចំណេះដឹងចាបែបវិទ្យាសាស្ត្រច្រើនក៏ធ្វើឲ្យផ្លូវចិត្តរបស់យើងគឺអត់ដូចមុនដែរចាអញ្ចឹងចំណេះដឹងនឹងធ្វើការផ្លាស់ប្រែផ្នត់គំនិតចាក៏ដូចជាអត្តចរិតរបស់យើងដែលមិនដូចតម្រាដែលពីមុនហ្នឹងគឺច្រើនដែរចាដែលធ្វើឲ្យការទស្សន៍ទាយទៅលើតម្រាអីផ្សេងវាអាចនឹងមិនត្រូវសក្រិត100%ទៅនឹងបច្ចុប្បន្នណាចាក៏ប៉ុន្តែក៏មាននៅក្នុងកម្រិតមួយដែលយើងអាចទទួលស្គាល់ថាក្បួនតម្រាគឺអាចជួយយើងបានបើសិនជាករណីយើងចង់រកក្បួនចាអញ្ចឹងថ្ងៃនេះគឺអ្នកគ្រូមកនិយាយថានៅពេលដែលយើងជ្រើសរើសគូសកលក៏ដូចជាយើងស្រឡាញ់គ្នាក្តីចាយើងមានគ្រួសារហើយនឹងក្តីយើងចង់ដឹងថាសញ្ញាអីខ្លះដែលបញ្ជាក់ថាយើងនឹងគឺជាចាគូព្រេងនឹងគ្នាពិតមែនណាចាដែលយើងចង់ដឹងថាយើងនឹងរស់នៅមួយគ្នាដល់ចាស់ព្រឹកចាស់ព្រេងអញ្ចឹងយើងទៅជែកគ្នាអំពី5សញ្ញាដែលបញ្ជាក់ថាយើងជាគូព្រេងនឹងគ្នានោះមានអ្វីខ្លះសញ្ញាទី1គឺតកតងទៅនឹងការដែលយើងបានឃើញគ្នាលើកទី1ក៏ប៉ុន្តែមានអារម្មណ៍ថាយើងស្គាល់គ្នាតាំងពីពេលណាមកចាអញ្ចឹងនៅក្នុងនេះគឺអ្នកទាំងគ្នាមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ដូចជាធ្លាប់ឃើញចាហើយឃើញភ្នែកចាមើលទៅភ្នែកខ្សែភ្នែកហ្នឹងគឺដូចជាធ្លាប់ជួបប្រទះនៅកន្លែងណារូបរាងហ្នឹងចាសម្ដីសម្ដៅហ្នឹងស្នាមញញឹមហ្នឹងចាក៏ប៉ុន្តែយើងអត់ដែរជួបគ្នាទេដល់ទៅពេលយើងជួបក៏ប្រហាក់ប្រហែលដែលយើងរនឹកអត់ឃើញថាយើងជួបនៅកន្លែងណាចឹងនោះហើយគឺជាអ្វីដែលយើងធ្លាប់មានទំនាក់ទំនងគ្នាពីមុនមកចាដែលយើងថាមេរៀនមុនអ្នកគ្រូនិយាយថាគេធ្លាប់មនោយើងអីចឹងណាចាក៏ប៉ុន្តែមួយទៀតគឺគេអត់មនោយើងទេចាអញ្ចឹងគឺបានមកពីនិស្ស័យដែលយើងធ្លាប់មានពីអតីតជាតិមកណាដែលថាយើងមានគូពីអតីតជាតិចាហើយក៏មកបន្តចាអញ្ចឹងបើនិយាយពីពុទ្ធសាសនាយើងមានជាតិមុនជាតិក្រោយចាតែបើយើងនិយាយក្នុងច្បាប់ជ្រើសទេនេះគេហៅថាធម្មពលនៃការអង្គចងចាំរបស់យើងចាអញ្ចឹងគឺមកចាប់បដិសន្ធិនៅរូបកាយថ្មីហ្នឹងក៏បង្កើតនៅអង្គចងចាំមួយដែលយើងធ្លាប់មានតំណែងគ្នាពីមុនណាចាអញ្ចឹងអ្នកខ្លះថាជា DNA ដែលមកចាប់កំណើតមកយើងធ្លាប់ជួបគ្នាពីមុនចាឬក៏វាដូចគ្នាចាហើយគេអាចថាជា Twin Flame ចាគឺជាភ្លើងភ្លោះចាដែលយើងនឹងតែងតែមានចាប់គូអ្នកនរគ្នាចាអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ដូចជាធ្លាប់ឃើញគ្នានៅថ្ងៃណាចាគឺមានអារម្មណ៍ថាស្និទ្ធស្នាលមានអារម្មណ៍ថាហាក់ដូចជាស៊ីសង្វាក់គ្នាហើយនឹងសញ្ញាទី2គឺតកតងទៅនឹង manifest fast គឺយើងជប់បានលឿនអញ្ចឹងជប់បានលឿនហ្នឹងគឺតកតងទៅនឹងការនឹកភ្នែកទៅដល់ដៃគូរបស់យើងចាឬមួយក៏អ្នកដែលយើងចាប់អារម្មណ៍ហ្នឹងគឺយើងគ្រាន់តែនឹកភ្នែកដល់គាត់ភ្លាមចាគាត់នឹងទទួលបាននៅសារចារលកសំឡេងឬមួយក៏រលកសារនៃចិត្តចា Sense Telepathic ចាមកកាន់យើងហ្នឹងគឺលឿនចាអញ្ចឹងគាត់នឹង reply យើងលឿនចាដែលយើងនឹកឃើញថាស្មារតីគេកំពុងធ្វើអីណចាហើយគេកំពុងនឹកខ្ញុំអត់អីចឹងណាបងប្អូនយុវវ័យចាស្រាប់ទៅក៏គេឆាតមករកយើងឬមួយក៏គេលេចចេញមកចំពោះមុខយើងចាឬមួយក៏ឃើញរូបគេអីផ្សេងចានៅលើ social media ចឹងគេហៅថាយើងជប់បានលឿនដោយសារតែធម៌ពលរបស់យើងហើយនឹងគេហ្នឹងគឺវាមានទំនាក់ទំនងគ្នាដោយសារតែគេហ្នឹងក៏នឹកយើងហើយយើងហ្នឹងក៏នឹកគេចាអញ្ចឹងហើយក៏ធ្វើឲ្យធម៌ពលហ្នឹងទាញយើងចូលទៅក្នុងភាពតម្រឹមមួយដែលធ្វើឲ្យយើងនឹកអីទៅគឺគេ message មកចាមានពេលខ្លះ
នៅក្នុងតំណែងដែលយើងទៅស្គាល់គ្នាដំបូងយើងអាចមីសេចាទៅស្របគ្នាថាញ៉ាំបាយនៅយើងគេមកមីសេមកញ៉ាំបាយនៅដែរអញ្ចឹងណាចាឬមួយក៏ចង់ calling ទៅគឺគេហ្នឹង calling មកចាគឺវាមានអីដែរចាជប់លឿនណាចាកាលណាយើងនឹកដល់គេភ្លាមគឺលេចចេញរូបគេហ្នឹងមកចំពោះមុខយើងមិនថា call មិនថារូបរាងមិនថាជាសំឡេងមិនថាជានៅក្នុងsocial media អីគឺគេឲ្យយើងឃើញទី3គឺនិយាយអំពីការដែលយើងបានជួបគ្នាដោយចៃដន្យដោយអត់បានគ្រោងទុកចាអញ្ចឹងបើសិនជាយើងមានគូអីផ្សេងៗមានការរៀបចំចាដើម្បីឲ្យបានជួបគ្នាតែហ្នឹងគឺអត់ទេគឺយើងជួបគេដោយចៃដន្យចាជួបដោយមិនបានពងទុកថាជួបអ្នកនឹងទេគឺយើងទៅជួបអ្នកផ្សេងចាក៏ប៉ុន្តែគូព្រេងរបស់យើងហ្នឹងគេលេចឡើងនៅក្នុងដំណើរដែលយើងបានទៅហ្នឹងមិនថាក្នុងពិធីជប់លៀងនៅក្នុងការញ៉ាំអាហារពេលល្ងាចឬមួយក៏ទៅធ្វើកិច្ចការងារមួយចំនួនចាអញ្ចឹងគឺយើងមានហេតុភេទអីដែលអាចទៅទីកន្លែងហ្នឹងចាហើយក៏បានជួបនឹងគេចាអញ្ចឹងគឺវាមានហេតុបច្ច័យដែលនាំឲ្យយើងបានទៅជួបគ្នាណាចាអញ្ចឹងគឺមិនមែនជាការគ្រោងទុកមិនមែនជាការណែនាំចាក៏ប៉ុន្តែគឺជាការដែលយើងចៃដន្យបានជួបនឹងអ្នកដែលជាទីស្រឡាញ់របស់យើងដែលយើងហៅថាគូព្រេងហើយសម្រាប់សញ្ញាទី4គឺតកតងទៅនឹងអ្វីៗក៏ដំណើរការដោយរលូនអញ្ចឹងនៅក្នុងការដែលយើងតំណែងគ្នាឬមួយក៏យើងឈានទៅដល់អាពាហ៍ពិពាហ៍ចឹងបានន័យថាគឺអ្វីៗគឺបើកដំណើរការឲ្យរលូនបើទុកជាយើងកំពុងតែមានឧបសគ្គអ្វីក៏ដោយចាពេលខ្លះយើងថាមិនអាចជួបគ្នាក៏ប៉ុន្តែស្រាប់តែត្រូវគិតគូរក្នុងរយៈពេលដ៏លឿនចាអញ្ចឹងអ្នកដែលគូពេញហ្នឹងគឺមួយខែអ្នកនរគ្នាចាមួយខែទៅ3ខែអត់យូរទេអញ្ចឹងគឺត្រូវបានជួបគ្នាចាដោយគេហៅថាចៃដន្យដោយអ្វីៗហ្នឹងគឺត្រូវរលូនត្រូវទាំងអស់ចាអញ្ចឹងទាំងឪពុកម្ដាយសងខាងចាឪពុកម្ដាយខាងយើងឪពុកម្ដាយខាងគេចាហើយឧបសគ្គអីដែលគេកំពុងតែមានឧបសគ្គអីដែលយើងកំពុងតែមានហ្នឹងគឺវាត្រូវបានជ្រះស្រឡះទាំងអស់ហើយអ្នកនរគ្នាចាអញ្ចឹងគឺត្រូវបានជួបគ្នានៅក្នុងដំណាក់កាលមួយដែលអ្វីជំរុញឲ្យធម៌ពលហ្នឹងកើតឡើងហើយអ្នកនរគ្នាជឿអត់ថាបើសិនជាយើងចង់រៀបការតែយើងអត់មានថវិកាអត់មានលុយនៅក្នុងរៀបការចាក៏ជំរុញឲ្យយើងបានរៀបការដែរចាឲ្យបានរៀបការដែរអញ្ចឹងអ្នកដែលគាត់ចារៀបការមួយគ្នាដោយអត់ទាន់មានថវិការៀបការតែបែរជាបានរៀបការអ្នកនរគ្នានឹងយល់នៅអ្វីដែលអ្នកគ្រូបាននិយាយគឺអ្វីវាមក support មកគ្រប់គ្រងយើងទាំងអស់ដើម្បីឲ្យយើងនឹងបានរៀបការក្នុងរយៈពេលដ៏ខ្លីចាដែលយើងអត់នឹកស្មានដល់ចាហើយសម្រាប់សញ្ញាទី5ចុងក្រោយចាគឺតកតងទៅនឹងការដែលយើងសុបិនឃើញចាអញ្ចឹងនៅក្នុងខ្លះគឺគាត់អត់បានសុបិនឃើញអីទេចាតែបើជាគូព្រេងនោះគឺឲ្យឃើញតាមរយៈសុបិនចាគឺជាពិសេសគឺគេហៅថាមានពស់ចាមករុំខ្លួនរបស់យើងចាអញ្ចឹងរុំខ្លួនរបស់យើងរុំអត់ដេងទេចាតែបើយើងមានយើងសពឃើញពស់ដែលមកចឹកយើងប៉ក់អីចឹងទៅរត់បាត់អីចឹងទៅយើងកមូលពស់នឹងដាច់ជា2ជា3អីអាហ្នឹងអត់ហើយអាហ្នឹងមិនគូព្រេងយើងទេចាប៉ុន្តែគូព្រេងនោះគឺនឹងមកចូលមកកាន់ជីវិតយើងចាដែលគេហៅថាសព្វបញ្ជាស្មាញរបស់យើងគឺនិមិត្តចារឿងនឹងចាគូព្រេងរបស់យើងឲ្យខ្លាយទៅជាពស់មករុំជាប់ខ្លួនយើងអានឹងបងអូនស្រីណាចាបើបងអូនប្រុសគេអាចយល់សប្តិឃើញពស់ដូចគ្នាឬមួយក៏យល់សប្តិឃើញអីផ្សេងចាអញ្ចឹងគឺជាការយល់សប្តិមួយដែលយើងនឹងបានរបស់ចាយើងនឹងបានចាអ្វីដែលជាទីស្រឡាញ់ចាជាពិសេសគឺតកតងទៅនឹងពស់ហ្នឹងគឺរុំខ្លួនយើងជាប់តែម្ដងឬមួយក៏អ្នកដែលគ្នាអាចជួបពស់ជាក់ស្ដែងក៏បានដែរចាចឹងមានអ្នកជួបពស់ជាក់ស្ដែងដែរមកក្បែរមករុំអីចឹងណាចាអញ្ចឹងមានបងប្អូនខ្លះចាគឺជួបអញ្ចឹងប៉ុន្តែមិនមែនជាពស់កាចទេប្រភេទពស់ខៀវពស់អីដែលធ្វើដែលមិនផ្ដល់នៅហានិភ័យដល់យើងណាចាគ្នាណាដែលកំពុងតែមានសញ្ញាទាំង5ហ្នឹងគឺបញ្ជាក់ថាគូជីវិតរបស់យើងហ្នឹងគឺជាគូព្រេងរបស់យើងហើយចាអញ្ចឹងអ្នកនរគ្នាណាដែលអត់ទាន់មានគូក៏រងចាំមើលតើយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងទេអ្នកខ្លះអត់គូប៉ុន្តែស្រាប់តែដល់គឺលឿនតែម្ដងណាដែលយើងគិតថាយើងនឹកអត់ស្មានដល់ចាហើយអ្វីដំណើរការរលូនយើងក៏ស្រឡាញ់គេក៏ស្រឡាញ់យើងពេលខ្លះយើងអាចបានស្រឡាញ់គេទេចាប៉ុន្តែអ្វីគឺធ្វើឲ្យយើងនឹងព្រមទទួលយកដោយរលូនមិនមានឧបសគ្គអីអាពាហ៍ពិពាហ៍ក៏កើតឡើងចាអញ្ចឹងអរគុណច្រើនអ្នកគ្នាសម្រាប់ការតាមដានវីដេអូជូនពរឲ្យបងប្អូនទាំងអស់គ្នាដែលមិនទាន់មានគូចាជួបគូឲ្យបានលឿនរហ័សចាហើយនឹងកសាងក្តីសុខសុភមង្គលលុះចាស់ព្រឹត្តចាស់ព្រេង
ចាអញ្ចឹងកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងបើសិនជាអ្នកនរគ្នាមិនទាន់បានជួបគូហើយចង់ជួបគូឲ្យបានលឿនតាមការប្រាថ្នារបស់យើងអ្នកនរគ្នាអាចចូលទៅរៀនវគ្គមួយដែលគេហៅថាមនុស្សស្រូបមនុស្សពិសេសចាដែលអ្នកគ្រូមានមេរៀនសម្រាប់យើងអនុវត្តអ្នកនរគ្នាអនុវត្ត3ខែចាធានាថាអ្នកនរគ្នានឹងអាចជួបមនុស្សជាទីស្រឡាញ់ចាអញ្ចឹងយើងអាចឆាតទៅ Telegram របស់អ្នកគ្រូបានអញ្ចឹងកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន